ជាបន្តទៀតគម្រោងកសិកម្មវៃឆ្លាតកម្ពុជាដើម្បីលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ភូមិភាគបាត់ដំបងត្រូវបានបើកឲ្យដំណើរការព័ត៌មានលម្អិតអ្នកសេសកុនធាវីក្រុមការងារប្រចាំខេត្តបាត់ដំបងនឹងធ្វើការជម្រាបជូនដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅតំបន់ភូមិភាគបាត់ដំបងនោះគម្រោងកសិកម្មវៃឆ្លាតកម្ពុជាបានបើកឲ្យដំណើរការជាផ្លូវការនៅសាកលវិទ្យាល័យជាតិបាត់ដំបងថ្ងៃទី16ខែឧសភាឆ្នាំ2025កិច្ចដំណើរការនេះស្ថិតក្រោមវត្តមានចូលរួមពីឯកឧត្តមសុខុនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងលោកសឹមបណ្ឌិតអភិបាលរងខេត្តបាត់ដំបងលោកតំណាងអគ្គស្ថានទូតឆេកប្រចាំប្រទេសកម្ពុជានិងអ្នកពាក់ព័ន្ធព្រមទាំងតំណាងសហគមន៍កសិកម្មជាច្រើនទៀតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងឯកឧត្តមសុខុនបានបញ្ជាក់ថាគោលបំណងសំខាន់នៃគម្រោងកសិកម្មវៃឆ្លាតគឺដើម្បីលើកកម្ពស់ការអប់រំបច្ចេកទេសកសិកម្មនិងបង្កើនប្រសិទ្ធភាពនៃការផលិតកសិកម្មនៅក្នុងតំបន់ភូមិភាគបាត់ដំបងតាមរយៈការបញ្ចូលបច្ចេកវិទ្យាកសិកម្មឆ្លាតវៃជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងពេលបច្ចុប្បន្ននិងទៅអនាគតខណៈនេះពេលបច្ចុប្បន្ននេះមាននិស្សិតជាពិសេសនិស្សិតនារីបានចាប់យកជំនាញកសិកម្មច្រើនផងដែរយើងធ្វើសមាហរណកម្មរវាងផ្នែកបច្ចេកវិទ្យាជាមួយនឹងផ្នែកកសិកម្មដែលធ្វើឲ្យកម្មវិធីអប់រំយើងនេះកាន់តែមានភាពទាន់សម័យហើយនឹងរឹងមាំឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្នមិនត្រឹមតែប៉ុណ្ណោះទេគម្រោងនេះក៏នឹងជួយធ្វើលើកកម្ពស់ការស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាពទៅដល់មន្ត្រីគ្រូបង្រៀនបងប្អូននិស្សិតគ្រប់ថ្នាក់គ្រប់ចំនួនផងដែរហើយដូច្នេះគម្រោងមួយនេះគឺពិតជាមានសារៈសំខាន់ធំធេងចំពោះសាកលវិទ្យាល័យជាតិបាត់ដំបងយើងព្រោះហេតុអីហេតុទី2គឺហេតុត្រង់ថាបាត់ដំបងយើងនៅក្នុងតំបន់ពូលនៃកសិកម្មទី4ដែលរដ្ឋាភិបាលទើបតែដាក់ថ្មីចេញថ្មីនេះហើយដូច្នេះហើយបានជាជំនាញនេះគឺពិតជាឆ្លើយតបនិងមានសារៈសំខាន់បច្ចុប្បន្ននេះគឺមាននិស្សិតបានចូលចិត្តច្រើនទៅលើវិស័យនេះដោយសារហេតុអីទី1គឺសាកលវិទ្យាល័យយើងបានផ្ដល់ការបណ្ដុះបណ្ដាលនៅជំនាញជាច្រើនជំនាញទី1នៅលើវិស័យកសិកម្មគឺជំនាញកែច្នៃអាហារជំនាញទី2គឺជំនាញជាលិកាវប្បកម្មជំនាញទី3គឺជំនាញជាលិកាវប្បកម្មហើយជំនាញទី4គឺជាជំនាញបច្ចេកវិទ្យាសាវប្បកម្មហើយនឹងមានជំនាញផ្សេងទៀតដែលជាជំនាញឯកទេសដែលនិស្សិតយើងអាចជ្រើសរើសនឹងយកការរៀនសូត្របានហើយរឿងដែលនិស្សិតចូលរួមច្រើនហើយក្នុងនឹងទៀតអីដែលចាប់អារម្មណ៍គឺនិស្សិតនារីនិស្សិតនារីគឺមានចំនួនច្រើនដែលគាត់រៀនផ្នែកកសិកម្មវាជាកិច្ចការមួយដែលយើងមើលទៅហាក់បីដូចជាចម្លែកព្រោះធម្មតានារីមិនចូលចិត្តរឿងកសិកម្មទេប៉ុន្តែពេលនេះនារីបែរជាចូលចិត្តកសិកម្មទៅវិញអញ្ចឹងគឺជារឿងមួយដែលមានការចាប់អារម្មណ៍ពីនិស្សិតពីសិស្សនិងនិស្សិតជាច្រើនមកលើជំនាញទាំងអស់នេះដែលសាកលវិទ្យាល័យជាតិបាត់ដំបងដែលយើងផ្ដល់ជូនហើយមិនត្រឹមតែប៉ុណ្្នឹងទេបច្ចុប្បន្ននេះសាកលវិទ្យាល័យកំពុងតែពង្រឹងសមត្ថភាពរបស់ខ្លួនលើការបណ្ដុះបណ្ដាលប្រកបដោយគុណភាពផងនិងការស្រាវជ្រាវប្រកបដោយនវានុវត្តន៍ផងឯកឧត្តមសុខុនបានបញ្ជាក់ទៀតថាតាមរយៈនៃការធ្វើកសិកម្មវៃឆ្លាតនេះគឺជាគោលដៅសំខាន់ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ2030និងឆ្នាំ2050កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍដោយអរិយប្រទេសនានានៅលើសកលលោកហើយក្នុងនោះត្រូវមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធផងដែរប្រសិនបើនិស្សិតយើងនៅតែមានការចាប់អារម្មណ៍ហើយប្រឹងប្រែងចូលរួមក្នុងការចុះឈ្មោះចូលរៀននៅផ្នែកកសិកម្មនឹងខ្លាំងក្លាដូចបច្ចុប្បន្នដែលយើងមានបន្តទៅមុខទៀតណាគឺអ្វីនឹងអាចសម្រេចបានប៉ុន្តែវាអាស្រ័យទៅនឹងនិស្សិតរបស់យើងផងហើយក៏ការចូលរួមពីសហគមន៍នឹងសំដៅទៅលើសហគ្រាសក្រុមហ៊ុនណាសហគមន៍កសិករសហគមន៍កសិកម្មអីជាដើមហ្នឹងចូលរួមជាមួយគ្នាលើការងារប្រពដាលហ្នឹងដោយមានការផ្ដល់យោបល់មានការចូលរួមគ្រប់សកម្មភាពនានាដែលសាកលវិទ្យាល័យរៀបចំខ្ញុំជឿថាយើងនឹងអាចសម្រេចបានឯកឧត្តមបានបន្តទៀតថាគម្រោងនេះនឹងចូលរួមអភិវឌ្ឍវិស័យធនធានមនុស្សការកែលម្អកម្មវិធីអប់រំឲ្យឆ្លើយតបទៅនឹងបរិបទថ្មីនិងបង្កើនសមត្ថភាពស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិបាត់ដំបងគណៈសាកលវិទ្យាល័យជាតិបាត់ដំបងនិងដើរតួជាអ្នកផលិតធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលត្រូវការបច្ចេកវិទ្យាថ្មីសម្រាប់ធ្វើកសិកម្មផងនិងចូលរួមស្រាវជ្រាវដោះស្រាយបញ្ហានានាដែលជួបប្រទះសម្រាប់ដំណើរការផលិតស្បៀងអាហារនៅក្នុងប្រទេសជាតិផងលើសពីនេះគម្រោងនេះនឹងទាក់ទាញយុវជនឲ្យចូលរៀនជំនាញកសិកម្មជាពិសេសជំនាញ
កសិអេកូឡូស៊ីនិងជំនាញសាវកម្មនៅថ្នាក់ឧត្តមសិក្សាកាន់តែច្រើនឡើងតាមរយៈការបញ្ចូលបច្ចេកវិទ្យា Digital ទៅក្នុងកម្មវិធីអប់រំសម្រាប់ធ្វើកសិកម្មនិងស្រាវជ្រាវផងដែរ